รุปជំរាបសួរលោកពុកអ្នកម្ដាយបងប្អូនសប្បុរសអំពីចម្ងាយនិងសូមគោរពជំរាបសួរបងដែលមានវត្តមានក្នុងទីនេះហើយសូមជម្រាបលោកអ្នកសប្បុរសពីចម្ងាយផងដែរថាថ្ងៃមុនហ្នឹងគឺដោយសារបច្ចេកទេសហ្នឹងគឺបាត់សម្លេងតែអញ្ចឹងទៅដាច់សាច់ធម៌មកកណាត់មានតែបងឲ្យខ្ញុំទេថ្ងៃនេះដើម្បីមកបន្ថែមសាច់រឿងមួយចំនួនជូនលោកអ្នកសប្បុរសដែលថ្ងៃមុនខ្ញុំបានទទួលការលើកឡើងរបស់បងប្អូនយើងមួយចំនួនដែរដែលគាត់បានស្ដាប់បានមើលវីដេអូហ្នឹងហើយគាត់ថាដូចបាត់សេចក្តីមកកណាត់ធៀបពិតទៅបាត់សេចក្តីមែនដោយសារតែបច្ចេកទេសសម្លេងយើងវាដាច់ទៅចឹងទៅក៏ថ្ងៃនេះសងជូនវិញអញ្ចឹងលោកអ្នកសប្បុរសដែលចាំតាមដានមើលណាអញ្ចឹងលោកអាចអញ្ជើញថ្ងៃនេះម្ដងទៀតជាមួយនឹងពួកយើងអញ្ចឹងខ្ញុំសូមលើកសង្ខេបឡើងវិញបន្តិចចំពោះអ្វីដែលយើងបានជជែកគ្នាពីថ្ងៃមុនណាបងមានន័យថាពីបញ្ហាផ្លូវចិត្តប្រធានបទរបស់យើងគឺបញ្ហាផ្លូវចិត្តហើយនឹងការគ្រប់គ្រងផ្លូវចិត្តដោយបងលើកឡើងថ្ងៃមុនថាចិត្តវាអនាធិបតេយ្យអញ្ចឹងក៏យើងមានវិធីសាស្ត្រដើម្បីរកវិធីសាស្ត្រដើម្បីគ្រប់គ្រងផ្លូវចិត្តនោះឲ្យបានល្អបានប្រសើរកុំឲ្យវាអនាធិបតេយ្យហើយដោយបែបដោយផែនទៅអ្នកវិទ្យាសាស្ត្រគេតាមបែបវិទ្យាសាស្ត្រទៅអ្នកទស្សនវិទូតាមទស្សនវិទូទៅអ្នកចិត្តវិទូនោះគេតាមចិត្តវិទូទៅតាមបែបសាសនាហ្នឹងក៏បែបសាសនាទៅបើថ្ងៃមុនហ្នឹងយើងនិយាយគ្នារឿងសាសនានៅក្នុងពុទ្ធសាសនាដែលមានលំអានដ៏ល្អផូរផង់ហើយណាមាន3ដំណាក់កាលបងដែលយើងនិយាយថាមានវិន័យមានសិលសមាធិបញ្ញាណាបងអញ្ចឹងមានវិន័យមានសមាធិហើយនឹងមានបញ្ញានេះហើយថ្ងៃមុនហ្នឹងគឺដាច់សេចក្តីអត់បានពេញលេញទាំង3មេតិកាហ្នឹងអញ្ចឹងហើយថ្ងៃនេះជួបបងម្ដងទៀតចង់រំលឹកឲ្យអស់សេចក្តីរឿងមេតិកាទាំង3ហ្នឹងហើយសង្ឃឹមថាបងដាក់ជូនលោកអ្នកសប្បុរសទាំងឡាយហ្នឹងក្នុងថ្ងៃហ្នឹងឲ្យលោកអស់សង្ស័យណាអញ្ចឹងខ្ញុំសូមលើកឡើងនៅអ្វីដែលយើងបានជជែកគ្នាពីថ្ងៃមុនថាវិន័យឬក៏សិលហ្នឹងណាវិន័យហ្នឹងគឺជួយបំពាត់ចិត្តមិនឲ្យចិត្តហ្នឹងត្រាច់ទៅទពាសទេហ្នឹងហើយដូចជាសិល5សិល8សិល10សិល4របស់ភិក្ខុដែលមានសិក្ខាបទ227ហ្នឹងគឺជាឧបាយក្នុងការក្រៀកចិត្តមិនឲ្យចិត្តហ្នឹងត្រាច់ទៅទពាសឬក៏អនាធិបតេយ្យទេហើយបើចង់ហូបអីបើចង់ពិសាអីហ្នឹងគឺត្រូវគិតដល់វិន័យហ្នឹងសិនដូចនៅក្នុងវិន័យក្នុងពុទ្ធសាសនាសម្រាប់ភិក្ខុសាមណេរគឺល្អផូរផង់ណាស់គឺថាមានរបៀបបែបផែនរាប់ទៅផលល្អដល់សុខភាពទៀតមិនឲ្យភិក្ខុសាមណេរហ្នឹងឆាន់អាហារក្នុងវិកាលទេរាប់ថាល្អមែនទែនសម្រាប់សុខភាពផ្លូវកាយនេះអញ្ចឹងមានន័យថាទប់ទាំងចិត្តជួយបានទាំងផ្លូវកាយគឺល្អមែនទែនអញ្ចឹងស្ថានភាពនោះដូចជាសេះព្រៃដែលខ្ញុំលើកឡើងណាដូចជាសេះព្រៃហ្នឹងដែលគេចាប់មកចងនៅក្នុងចំណងឧទាហរណ៍បើថាចង់ស៊ីគឺបានមកបរិវេណនៅក្នុងដែលគេឲ្យនឹងគេអនុញ្ញាតហ្នឹងអញ្ចឹងហើយបាននៅក្នុងវិន័យនោះនៅខ្ញុំធ្លាប់បួសដែរខ្ញុំដឹងដែរថាមានពុទ្ធបញ្ញត្តិពុទ្ធានុញ្ញាតនិងអភិសមាចារនេះអញ្ចឹងពុទ្ធបញ្ញត្តិហ្នឹងគឺបញ្ញត្តិកន្លែងហាមណាដល់ពុទ្ធានុញ្ញាតហ្នឹងគឺកន្លែងអនុញ្ញាតហើយនឹងអភិសមាចារហ្នឹងគឺបែបបត់បន្ថែមទៀតដើម្បីជួយជំនួយឲ្យសិលហ្នឹងកាន់តែផូរផង់ណាបងអញ្ចឹងមានន័យថាសេះព្រៃនោះគឺអាចស្ថិតនៅក្នុងចំណងហើយស៊ីតែមកជុំវិញចំណងនឹងទេនេះចំពោះសិលប្រៀបធៀបដូចអញ្ចឹងទៅស្រួលស្ដាប់បងប្អូនណាដល់ពេលសមាធិហ្នឹងដូចជាយកសេះហ្នឹងដាក់ក្នុងក្រោលក្នុងទ្រុងអញ្ចឹងណាវាប្រៀបដូចជាចិត្តដែលយើងធ្វើសមាធិហ្នឹងលើកយកកម្មដ្ឋានណាមួយយកមកបរិកម្មហ្នឹងគឺវាដាច់សាច់រឿងទាំងអស់បាទក្នុងអារម្មណ៍កម្មដ្ឋាន40ហ្នឹងគឺលើកផ្គងមកកាន់អារម្មណ៍កម្មដ្ឋានណាមួយដែលមានអានុភាពក្នុងការទៅគ្របសង្កត់និវរណធម៌ដែលជាសេចក្តីផ្ដើមរបស់កាយទុច្ចរិតវិច័យទុច្ចរិតណាបងអញ្ចឹងមានន័យថាចិត្តនោះមានស្ថានភាពបើនិយាយពីស្ថានភាពផ្លូវចិត្តវិញគឺល្អផូរផង់កាន់តែប្រសើរកាន់តែប្រណិតបងប្អូនលោកអ្នកសប្បុរសទាំងឡាយលោកធ្លាប់ធ្វើសមាធិធ្លាប់បប្រតិបត្តិសមាធិវិញដឹងហ្មងខ្ញុំនិយាយតាមចំណុចនេះលោកដឹងហ្មងថានៅពេលដែលសមាធិត្រូវទំនងនោះយ៉ាងម៉េចហើយបានផលនោះយ៉ាងម៉េចអញ្ចឹងឃើញថាតិចទាំងផ្លូវកាយសុបាយទាំងផ្លូវចិត្តឃើញលោកអ្នករស់ស៊ីមួយចំនួនដែលលោកតបប្រមល់ទល់ពធជាមួយនឹងរឿងរបរអាជីវកម្មអីទៅលោកក៏ដាក់ចុះនៅធរៈនៅរបរអាជីវកម្មហ្នឹងទៅធ្វើសមាធិបានមកគ្រាទៅ
ហើយត្រឡប់មកវិញហ្នឹងក៏រីករាយសប្បាយចិត្តហ្នឹងវាកើតប្រាជ្ញាស្មារតីហ្នឹងភ្លឺស្វាងហ្នឹងបន្តអបេសកកម្មហ្នឹងទៅមុខទៀតនេះគឺរូបភាពរបស់សមាធិហើយរូបភាពរបស់បញ្ញាវិញឡើងមកកម្រិតទៀតបងនិយាយអំពីការអប់រំដោយបញ្ញាវិញខ្ញុំសូមប្រៀបធៀបដូចជាសេះព្រៃមិញដែរមានន័យថាមិនជាប់ចំណងក៏មិនដាក់ក្នុងក្រោលដែរគឺលែងដោយសេរីប៉ុន្តែគឺមានម្ចាស់ជាពីលើផ្លូវចិត្តត្រូវបានគ្រប់គ្រងបានទាំងស្រុងតែម្ដងជាមួយនឹងបញ្ញាអញ្ចឹងខ្ញុំនិយាយគោលយ៉ាងនេះលោកអ្នកសប្បុរសទាំងឡាយប្រហែលជាឆ្ងល់ថាសមាធិនឹងយ៉ាងម៉េចហើយបញ្ញានេះយ៉ាងម៉េចអញ្ចឹងក្នុងន័យនេះមានតែបងទេពឹងបងជួយបន្ថែមជូនលោកអ្នកសប្បុរសដើម្បីឲ្យបានជាធម្មសប្បាយជាមួយនឹងគ្នាផងដើម្បីឲ្យបានជាប្រយោជន៍ដល់ព្រហ្មចរិយធម៌ផងសូមបងលើកឡើងឥឡូវខ្ញុំត្រឡប់ទៅសមាធិបន្តិចដោយសារតែនៅក្នុងសម័យបច្ចុប្បន្ននេះឃើញលោកអ្នកសប្បុរសក៏លោកផុសផុលជាមួយនឹងការធ្វើសមាធិហើយមានការយកចិត្តទុកដាក់ក្នុងការសាងសេចក្តីល្អនឹងច្រើនតាមបែបពុទ្ធសាសនាតាមការអប់រំទូន្មានរបស់លោកអ្នកសប្បុរសទាំងឡាយហ្នឹងឃើញច្រើនមែនទែនក្នុងការយកចិត្តទុកដាក់ទៅលើការអប់រំកាយអប់រំចិត្តហ្នឹងហើយក៏សូមចូលរួមត្រេកអរអនុមោទនាជាមួយនឹងអស់លោកសប្បុរសដែលលោកបានពេញចិត្តក្នុងការធ្វើសេចក្តីល្អរវាងគ្នានឹងគ្នានៅក្នុងសង្គមនេះផងដែរការរស់នៅជាមនុស្សនេះយើងត្រូវមានការអប់រំ3យ៉ាងយើងរំលឹកបន្តិចណាការអប់រំដោយសិលហៅថាវិន័យការអប់រំដោយសមាធិហៅថាការចម្រើនសមថកម្មដ្ឋានក៏បានដែរបាទហើយចុងក្រោយនោះគឺការអប់រំដោយបញ្ញាអញ្ចឹងកន្លែងនេះខ្ញុំចង់រំលែកនៅក្នុងការសិក្សារៀនសូត្ររបស់ខ្ញុំធ្លាប់សិក្សានៅក្នុងពុទ្ធសាសនាបានច្រើនដែរប៉ុន្តែបើសិនជាលោកអ្នកដែលជាបណ្ឌិតនៅក្នុងពុទ្ធសាសនាលោកចេះដឹងច្រើនសូមជួយបំពេញបើសិនជាមានការលើកទៅខ្វះចន្លោះត្រង់ណាពីព្រោះនេះគឺតួការសិក្សារបស់ខ្ញុំមានចំណែកប៉ុណ្ណឹងខ្ញុំចង់ចែកម្លែកថានៅក្នុងការចម្រើនសមាធិនេះបើសិនជាយើងចម្រើនសមាធិកម្មដ្ឋាន40ដែលមានបញ្ញត្តិមកជាអារម្មណ៍ក្នុងការចម្រើននោះគឺគុណសម្បត្តិរបស់វាគឺសង្កត់និវរណធម៌ឲ្យទ្រោមចុះរីឯសមាធិមួយផ្នែកទៀតនៅក្នុងអរិយមគ្គអង្គ8នៅក្នុងវិស័យពុទ្ធសាសនាលោកប្រើពាក្យថាសម្មាអរិយមគ្គមានពាក្យសម្មាប្រែថាត្រូវត្រឹមត្រូវដូចជាពាក្យថាសម្មាសមាធិជាដើមអញ្ចឹងសួរថាសម្មាសមាធិហើយនឹងសមាធិដែលមានអារម្មណ៍កម្មដ្ឋាន40ហ្នឹងវាខុសគ្នាយ៉ាងម៉េចសូមមើលកន្លែងហ្នឹងបន្តិចមានន័យថានៅពេលដែលការចម្រើនសមាធិទៅដល់ចំណុចមួយគឺជាចំណុចដែលវិបស្សនាប្រកបអង្គបានលះនៅសេចក្តីប្រកាន់ខ្លួនគ្រាន់តែលះនៅសេចក្តីប្រកាន់ខ្លួនបានកន្លែងនេះឲ្យឈ្មោះថាសម្មាត្រូវប្រែត្រូវអញ្ចឹងបើគិតអីក៏គិតត្រូវដែរដូចជាសម្មាទិដ្ឋិអញ្ចឹងសម្មាទិដ្ឋិសម្មាសង្កប្បៈសម្មាវាចាសម្មាកមន្តៈសម្មាអាជីវៈសម្មាវាយាមៈសម្មាសតិសម្មាសមាធិតាំង8យ៉ាងនេះហេតុអីបានហៅសម្មាវាជាលទ្ធផលក្រោយពេលដែលវិបស្សនាប្រកបអង្គហើយពេលដែលវិបស្សនាប្រកបអង្គហើយតួបុគ្គលដែលហៅថាសកាយតិដ្ឋិនេះវាបានរលត់ឬក៏បានលះអញ្ចឹងសម្មាសមាធិនេះគឺជាសមាធិដែលកើតតែនៅក្នុងគណៈលោកុត្តរៈទេដូច្នេះក្នុងកន្លែងយើងញែកកន្លែងនេះដើម្បីឲ្យស្ដាប់គ្នាបានត្រង់ថាសមាធិនៅក្នុងលោកីចិត្តនេះគឺជាសមាធិមិនមានជាសម្មាសមាធិទេជាសមាធិដែលមិនអាចទៅកាត់ផ្ដាច់នៅសកាយតិដ្ឋិបានជាសមាធិដែលមានអានិសង្សឲ្យចិត្តនឹងស្ងប់ដែរប៉ុន្តែវាមិនដាច់ពូជសេចក្តីប្រកាន់ខ្លួនតួវិបស្សនាប្រកបអង្គវាបានលះនៅសេចក្តីប្រកាន់ខ្លួនឲ្យអស់ទៅ
សម្មាសមាធិនោះឯងគឺមានតែក្នុងលោកុត្តរៈទេនៅក្នុងលោកីយៈនេះมันមានសម្មាសមាធិឡើយបាទខ្ញុំសូមចូលរួមប៉ុណ្ណា បាទអរគុណច្រើនបងដែលបងបកស្រាយមកបានព្រោះក្បោះក្បាយមែនតែនហើយក៏សូមសំណាក់ខន្តីភ័យទូនពីលោកអ្នកសប្បុរសដែលជាវាគ្មិននិងជាធម្មកតកាចារ្យជាលោកអ្នកប្រាជ្ញនៅក្នុងសំណាក់ពុទ្ធសាសនាដែលលោកចេះដឹងធម៌អាច្រើនកាយលោកកាបកស្រាយរបស់បងឬក៏អ្វីដែលខ្ញុំលើកឡើងនេះមិនសមទំនងតាមអ្វីដែលការយល់ឃើញរបស់លោកអ្នកអញ្ចឹងបើយើងពិនិត្យឲ្យស៊ីជម្រៅតិចទៅគឺងាយនឹងយល់ងាយនឹងស្ដាប់ឃើញថាសមាធិនេះមានតែពីរតំបន់ទេណាផ្អែកទៅតាមគម្ពីរដីកាដែលមាននៅក្នុងពុទ្ធសាសនាគឺទី1នៅក្នុងតំបន់នៃអារម្មណ៍កម្មដ្ឋាន40ហើយនឹងមួយទៀតគឺទី2ណាទី2គឺបន្ទាប់អំពីវិបស្សនាប្រកបអង្គហើយកាត់ផ្ដាច់នៅសេចក្តីប្រកាន់ខ្លួនសមាសមាធិនេះគឺជាផលដែលសម្រេចបានអំពីវិបស្សនានោះឯងមិនចឹងបងណាអញ្ចឹងត្រង់ចំណុចនេះចង់ឲ្យបងរំលឹកបន្ថែមតិចទៀតបែបនៅក្នុងពុទ្ធសាសនាគឺលើកឡើងនៅក្នុងគម្ពីរដីកាការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺអញ្ចឹងហើយចុះព្រះអាចារ្យរបស់យើងវិញគឺលោកគ្រូជាម្ចាស់សក្ខីបកវ័នលោកបានលើកឡើងចំណុចហ្នឹងវាមិនដែរបងអាចជួយពលិចសេចក្តីបន្ថែមបាទអរគុណសាយណាមិញខ្ញុំលំអិតសេចក្តីនៅក្នុងព្រះពុទ្ធសាសនាដែលមានសមាធិពីរយ៉ាងគឺសមាធិជាលោកីសមាធិនិងលោកុត្តរសមាធិដែលយើងចាប់មិញហ្នឹងគឺសម្មាសមាធិមានតែនៅក្នុងលោកុត្តរប៉ុណ្ណោះដែលជាផលនៃវិបស្សនារីឯសមាធិទាំងឡាយណាដែលមានបញ្ញត្តិមកជាអារម្មណ៍ជាលក្ខណៈធ្វើដោយមិនទាន់កើតវិបស្សនាមានតួបុគ្គលនឹងជាអ្នកចូលទៅចម្រើនអញ្ចឹងសមាធិណាដែលមានសកាយតិដ្ឋិមិនទាន់លះបង់សមាធិនោះមិនហៅថាសម្មាសមាធិបានទេបាទរីឯនៅក្នុងសំណាក់របស់លោកគ្រូជាម្ចាស់របស់យើងនៅក្នុងកម្មដ្ឋាន40លោកមិនហៅថាជាសមាធិទាំងស្រុងទេលោកហៅថាជាឧបាយសម្រាប់បញ្ឆោតចិត្តឲ្យដាក់ចុះជាទូទៅចិត្តវាសកម្មបាទវាសកម្មអញ្ចឹងការបញ្ឆោតចិត្តមកកាន់កម្មដ្ឋានធ្វើឲ្យចិត្តនឹងអសកម្មនៅពេលដែលចិត្តអសកម្មជាខណៈនៃសេចក្តីបរិសុទ្ធប្រកបអង្គបាទនៅពេលសេចក្តីបរិសុទ្ធប្រកបអង្គធម្មជាតិដែលជាយើងហៅថានិវរណធម៌ក៏បានដែរគឺត្រូវបានលះចំពោះលោកយៈសមាធិនោះគឺចំណុចដែលគួរតែកត់សម្គាល់នោះមាន2សំខាន់ទី1គឺមានបញ្ញត្តិមកជាអារម្មណ៍ហើយទី2គឺផ្ដើមចេញអំពីអត្តាគឺតួខ្លួននេះដែលហៅថាសកាយតិដ្ឋិនេះជាអ្នកធ្វើអញ្ចឹងមានន័យថាលោកគ្រូជាម្ចាស់លោកឲ្យឈ្មោះថាជាលោកយៈសមាធិអញ្ចឹងផ្ដើមចេញពីបុគ្គលដែលជាអ្នកណានេះហើយទៅធ្វើសមាធិហើយសមាធិនោះគឺមានបញ្ញត្តិមកជាអារម្មណ៍អានេះគឺជាសមាធិក្នុងលោកយៈយើងអ្នកធ្វើសមាធិយើងដឹងណាថាយើងជាបុគ្គលម្នាក់ហើយយើងជាអ្នកណាយើងមានសេចក្តីមួម៉ងនៅក្នុងរបបអាជីវកម្មឯផ្សេងចង់ទៅរកសុខរកស្ងប់ហ្នឹងគឺផ្ដើមចេញពីយើងជាអ្នកណាហ្នឹងហើយទៅធ្វើសមាធិនេះនៅពេលដែលទៅធ្វើសមាធិនេះគឺទៅកាន់ប្រកម្មដ្ឋានលោកឲ្យកំណត់យកកម្មដ្ឋានណាអារម្មណ៍កម្មដ្ឋានណាមួយក្នុងអារម្មណ៍កម្មដ្ឋាន40ហ្នឹងយកមកបរិកម្មអារម្មណ៍កម្មដ្ឋាន40នោះគឺជាបញ្ញត្តិនោះឯងមិនមែនជាបរមត្តទេអញ្ចឹងហើយបានជាចង់បញ្ជាក់ជូនថានេះគឺជាលោកយៈសមាធិដែលយើងគួរកត់ចំណាំទាំងអស់គ្នាហើយលោកយៈសមាធិនេះហៅមួយយ៉ាងបានទៀតហៅថាជាមិច្ឆាសមាធិប៉ុន្តែបញ្ជាក់បងប្អូនលោកអ្នកសប្បុរសដែរមិនមែនជាការខុសត្រូវអីទេរឿងថាហៅថាមិច្ឆាសមាធិឬក៏លោកយៈសមាធិអីនេះគ្រាន់ថា
បើហៅថាមិច្ឆាសមាធិហ្នឹងគឺក្នុងគោលដៅតែមួយទេប្រៀបធៀបនឹងសមាសមាធិព្រោះនៅក្នុងពុទ្ធសាសនាបើនិយាយពីសមាសមាធិមានតែមួយទេនៅក្នុងអរិយមគ្គអង្គ8បងណាអញ្ចឹងក្រៅពីហ្នឹងមិនមែនជាសមាសមាធិទេប៉ុន្តែគ្រាន់ថាបើឲ្យនិយាយថាខុសទេមិនខុសទេព្រោះការប្រព្រឹត្តធ្វើទៅនៅតែបានបុណ្យបានកុសលអញ្ចឹងវាជាមហាកតកុសលហើយបើនិយាយពីចំណែកសេចក្តីល្អក្នុងការអប់រំចិត្តវិញនៅតែអប់រំចិត្តបានអញ្ចឹងមានគុណសម្បត្តិយ៉ាងគ្រប់គ្រាន់ក្នុងការទៅគ្របសង្កត់និវរណធម៌ដូចគ្នាដែលដូចជាសេះហ្នឹងគឺត្រូវបានគ្រប់គ្រងនៅក្នុងក្រោលអញ្ចឹងប៉ុន្តែគាត់ថាវាអាចដែរបើសិនជារួចដាច់ចំណងចេញពីក្រោលឡើងទៅឬក៏ផ្លាត់ស្នៀតអីដាច់ពីក្រោលទៅជាសេះព្រៃធម្មតាវិញអញ្ចឹងណាបងអញ្ចឹងនេះគឺជាលោកយៈសមាធិឬក៏មិច្ឆាសមាធិអញ្ចឹងងាកមកក្នុងសំណាក់របស់លោកគ្រូជាម្ចាស់វិញតើបងអាចលិចសេចក្តីលំអិតបន្ថែមទេថាតើលោកគ្រូជាម្ចាស់លោកបានអប់រំយ៉ាងម៉េចព្រោះសំណួរនេះខ្ញុំសួរលើកមុនហ្នឹងក៏លោកអ្នកសប្បុរសហ្នឹងនៅតែមិនទាន់បានចម្លើយជាទីពេញចិត្តឡើយទេហាក់បីដូចជាថាឆ្លើយមិនអស់ឬក៏លាក់តែឥឡូវថ្ងៃហ្នឹងអត់ចង់ឲ្យលាក់ទេអត់ចង់ឲ្យបងលាក់ទេណាបងណាចង់ឲ្យបានជាប្រយោជន៍ដល់លោកអ្នកសប្បុរសពួកឃើញថាលោកអ្នកសប្បុរសហ្នឹងស្ដាប់ច្រើនមែនតើរហូតដល់ជាង 100000 នាក់ដែរដែលលោកស្ដាប់មើលវីដេអូហ្នឹងអញ្ចឹងចង់ដឹងថានៅក្នុងសំណាក់លោកគ្រូជាម្ចាស់វិញតើលោកមានការអប់រំរបៀបម៉េចបើនៅក្នុងសំណាក់ក្នុងពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធមានហើយចងក្រងសម្ដែងឲ្យក្នុងគម្ពីរនេះគឺអញ្ចឹងឯងដូចជជែកគ្នានឹងលើកឡើងខាងដើមហ្នឹងណាចុះនៅក្នុងសំណាក់លោកគ្រូជាម្ចាស់វិញបងសូមជួយរំលែកតិចបាទអរគុណអូនអ្វីដែលយើងលើកមកនេះគឺយើងយោងទៅក្នុងការបកស្រាយរបស់លោកគ្រូជាម្ចាស់ផងដែរមានន័យថាលោកប្រើពាក្យថាសមាធិលោកុត្តរៈសមាធិលោកយៈដើម្បីកុំឲ្យបងប្អូនភ័ន្តច្រឡំថាលោកគ្រូទៅកែប្រែមិនមែនទេគឺចង់បង្ហាញថានៅក្នុងពុទ្ធសាសនាគឺមានភាសាសម្រាប់ឲ្យយើងនឹងពិចារណាមើលមានន័យថាបើមានសម្មាសមាធិត្រូវមានមិច្ឆាសមាធិបើងាកមកខាងសំណាក់របស់លោកគ្រូជាម្ចាស់ពួកយើងនេះណាក្នុងការសិក្សាសមាធិក៏មានលក្ខណៈសកម្មភាពស្រដៀងនឹងដែរក៏ប៉ុន្តែពីពួកយើងទៅគឺការអត្ថាធិប្បាយនៃសមាធិមិនអធិប្បាយពីសេចក្តីទេគឺអត្ថាធិប្បាយអំពីការពិសោធន៍យើងហៅថាស្ថានភាពជាក់ស្ដែងណាអញ្ចឹងអូនដឹងថាសេចក្តីហ្នឹងគឺនិយាយពីអីស្ថានភាពហ្នឹងនិយាយពីអីអញ្ចឹងបងចង់ឲ្យឯងរំលឹកពាក្យពីរហ្នឹងសិនមុននឹងចូលទៅដល់មុខទៀតអញ្ចឹងបាទអរគុណច្រើនបងមួយសេចក្តីហ្នឹងមួយទៀតស្ថានភាពចង់ជម្រាបជូនលោកអ្នកសប្បុរសដែរថានៅទីនេះគឺលោកគ្រូជាម្ចាស់នៃយើងលោកវិធីបង្រៀនរបស់លោកមានជ្រុងនៃការបង្រៀននឹងគ្រប់ជ្រុងផ្អែកទៅលើឧបនិស្ស័យរបស់សិស្សម្នាក់ផងនិងវិធីសាស្ត្រដែលលោកមានផងលោកមិនចោលសេចក្តីទេសេចក្តីក៏លោកជ្រាលជ្រៅងាកមកបត់ពិសោធន៍វិញក៏កាន់តែអស្ចារ្យមានទាំងទ្រឹស្ដីឬក៏អត្ថសេចក្តីដែលបងលើកសួរហ្នឹងអត្ថសេចក្តីហ្នឹងមានន័យថាការបរិយាយអំពីការពិតហ្នឹងអញ្ចឹងនេះគឺជាសេចក្តីដល់ពេលស្ថានភាពដែលបងលើកឡើងសួរថាចុះស្ថានភាពហ្នឹងយ៉ាងម៉េចស្ថានភាពគឺផ្អែកទៅលើបទពិសោធន៍ផ្អែកទៅលើបទពិសោធន៍ដែលមានការបញ្ជាក់អំពីស្ថានភាពដែលកើតនៅក្នុងខណៈចិត្តនីមួយដែលវាកើតនឹងរលត់នឹងយ៉ាងម៉េចស្ថានភាពវានឹងយ៉ាងម៉េចវាដូចជាការគ្រប់គ្រងសេះនោះដែលម្ចាស់ជិះបានលើខ្នងសេះទាំងស្រុងអញ្ចឹងនឹងបញ្ជាក់អំពីស្ថានភាពណាអញ្ចឹងវាន័យថាលោកជ្រៅដោយអត្ថសេចក្តីហើយលោកជ្រៅដោយបទពិសោធន៍ដែលអាចញ៉ាំងជន់ទាំងឡាយដែលមានសេចក្តីជ្រះថ្លានិងមានបំណងចូលមកស្វែងរកការពិតដោយស្ថានភាពនេះមានន័យថាលោកអាចញ៉ាំងបុគ្គលនោះឲ្យឃើញបានដូចគ្នាមានថាពីលោកមានបទពិសោធន៍មានជំរឿហើយឃើញហើយ
លោកក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុងការញ៉ាំងជនទាំងឡាយដែលមានបំណងប្រាថ្នាដោយស្មោះដោយសុចរិតភាពចូលមកកាន់សំណាក់ហើយចង់ដឹងចង់ស្គាល់ចង់យល់នោះឲ្យជាក់ច្បាស់ផងដែរអញ្ចឹងខ្ញុំសូមឆ្លើយជូនបងយ៉ាងហ្នឹងហើយចំពោះសំណួរខ្ញុំបងកុំភ្លេចណា បាទអរគុណបានន័យថាខ្ញុំចង់បានពាក្យពេចន៍ខ្លះពីសាយនាចែកជូនទស្សនិកជនបានជាក់ច្បាស់មានន័យថាការពិតដែលយើងលើកមាន2ការពិតស្ដែងចេញជាសេចក្តីបានន័យពន្យល់អំពីធម៌11ទៀតការពិតដែលស្ដែងចេញពីបទពិសោធន៍យើងហៅស្ថានភាពជាក់ស្ដែងឧទាហរណ៍អង្គធម៌ថៃនមិត្តវាធ្វើកិច្ចមិនងងុយងក់ហ្នឹងវាងក់ហើយវាត្រឡប់មកវិញយ៉ាងម៉េចកកចៈអុយកចៈហ្នឹងវាធ្វើការយ៉ាងម៉េចនិយាយពីស្ថានភាពជាក់ស្ដែងនោះមិនមែននិយាយអំពីឈ្មោះវាទេគឺនិយាយពីស្ថានភាពនេះគឺជាលក្ខណៈពិសេសមួយដែលអាចារ្យរបស់យើងលោកមានលទ្ធភាពចែករំលែកទៅកាន់អ្នកដែលស្រឡាញ់ការពិតហ្នឹងឲ្យចូលមកពិសោធន៍ឃើញបានជាក់ស្ដែងភ្លាមយើងអត់និយាយអំពីការយល់ទៀតទេបាទនេះគឺជាចំណុចពិសេសនៅក្នុងសំណាក់របស់ពួកយើងបាទអញ្ចឹងខ្ញុំចង់រំលេចទៅមុខបន្តិចទៀតមានន័យថានៅក្នុងសំណាក់របស់ពួកយើងអ្នកដែលចូលមកថ្មីលោកគ្រូតែងតែច្រូតកាត់ទស្សនៈនិងខៃសេចក្តីមួយចំនួនធំឲ្យស្គាល់អំពីមួយសំណុំនេះអ្វីជាអ្វីឲ្យច្បាស់លាស់នេះជាសេចក្តីដើមនេះជាសេចក្តីផ្ដើមអាន័យថាខ្ញុំជានរណាហើយខ្ញុំនឹងកើតឡើងយ៉ាងម៉េចហើយវាធ្វើការពីមួយជំហានទៅមួយជំហានយ៉ាងម៉េចហើយវាផ្សំផ្គុំឡើងដោយអ្វីដូចថាដូចគណៈនេះយើងមានឃើញសាច់រឿងមួយនេះសាច់ឃើញរូបនេះរូបរបស់សាយនារូបរបស់ប៉ាន់អញ្ចឹងរូបដែលឃើញនេះវាផលិតចេញពីចិត្តគិតណាប៉ុន្តែចិត្តគិតហ្នឹងវាអត់ដឹងថាវាកើតមកពីណាទេហើយវាក៏អត់ស្គាល់ខ្លួនវាចិត្តគិតដែរណាវាអត់ស្គាល់ចិត្តគិតទេវាឃើញតែរឿងនេះរឿងមានសាយនាមានប៉ាន់មានតែមានការសន្ទនានេះដែលយើងលើកមកថ្ងៃមុនថាហេតុអីបានជាយើងត្រូវតែមកសិក្សាទ្វារទាំង6ពីព្រោះទ្វារទាំង6នេះគឺជាដើមកំណើតរឿងមនុស្សនេះឯងរឿងលោកនេះឯងហ្នឹងយើងនឹងវគ្គក្រោយយើងនឹងទៅចែកអាហ្នឹងបាទឲ្យស៊ីជម្រៅទៅទៀតណាអញ្ចឹងអ្វីដែលយើងលើកមកនេះគឺជាដើមហេតុដំបូងសម្រាប់ចូលមកសិក្សានៅក្នុងសំណាក់របស់លោកគ្រូជាម្ចាស់ពួកយើងពេលដែលយើងដឹងស្អីទាំងអស់ផ្គុំនេះអញ្ចឹងហើយបានយើងចូលទៅពិសោធន៍ជាក់ស្ដែងណាអញ្ចឹងពិសោធន៍ជាក់ស្ដែងហ្នឹងមាន2ដែរទី1ហៅថាបទពិចារណាទៅតាមសភាវៈរហូតបានកើតនៅសម្បជញ្ញៈបណ្ឌសតិសម្បជញ្ញៈហ្នឹងមិនក្រៅអំពីការគិតហ្នឹងទេមែនទេបាទបាទត្រូវហើយអញ្ចឹងបទពិចារណាហ្នឹងវាញ៉ាំងឲ្យសម្បជញ្ញៈកើតឡើងហើយសម្បជញ្ញៈនេះគឺក៏ជាតួចិត្តនឹងគិតនឹងដែរអញ្ចឹងនៅក្នុងតួបញ្ញាដែលយើងចង់បន្ថែមនេះមានន័យថាបើនៅក្នុងពុទ្ធសាសនាតួបញ្ញានិយាយពីវិបស្សនានឹងហើយតែនៅក្នុងសំណាក់របស់ពួកយើងតួបញ្ញាហ្នឹងគឺសំដៅទៅលើសេចក្តីបរិសុទ្ធនេះឯងគឺបរិសុទ្ធផុតចាកចិត្តនឹកគិតមានអីបន្ថែមអូនសូមជួយបន្ថែមបាទអរគុណបងហើយហ្នឹងហើយខ្ញុំក៏បានឃើញខមមិនមួយដែរនៅក្នុងវីដេអូថ្ងៃមុនលោកអ្នកសប្បុរសលោកលើកឡើងថាមិនឃើញនិយាយអីឲ្យវាច្រើនផងទេគឺទៅដល់ការត្រាស់ដឹងអីទេឃើញលើកឡើងតែពីចិត្តគិតចំណុចនេះខ្ញុំចង់ជម្រាបជូនលោកអ្នកសប្បុរសដែលជាម្ចាស់ខមមិនដែរលោកដឹងទេថាស្អីទៅជាចិត្តគិតហើយហេតុអ្វីបានយើងត្រូវសិក្សាអំពីចិត្តគិតបើស្គាល់ចិត្តគិតបានឃើញចិត្តគិតបានឃើញការកើតរលត់ចិត្តគិតគឺចប់ហើយបាទបញ្ហាទាំងឡាយត្រូវបានចប់ដោយសារការឃើញការកើតរលត់របស់ការគិតនឹងតែម្ដងនេះដែលខ្ញុំចង់បញ្ជាក់ជូនលោកអ្នកសប្បុរសហ្នឹងអញ្ចឹងបានតែពួកយើងនៅក្នុងសំណាក់នេះយើងនិយាយពីចិត្តគិតហ្នឹងធម្មជាតិជាកត្តាសច្ចានុមត្តរបស់ធម្មជាតិការគិតវាដែលស្គាល់ខ្លួនឯងថាគិតទេវាដែលស្គាល់ខ្លួនឯងថាគិតទេស្គាល់ខ្លួនឯងជាមនុស្សស្គាល់ខ្លួនឯងជាអ្នកណាស្គាល់ខ្លួនដឹងសាច់រឿងនេះដឹងសាច់រឿងនោះតែម្ដងស្គាល់ពិភពលោកនេះតែម្ដងគឺអត់បានស្គាល់ថានោះជាគិតទេហើយក៏មិនដែលបានឃើញថាគិតដែរប្រកាន់ថាខ្ញុំ
ហើយនឹងសាច់រឿងតែម្ដងដែលពីចំណែកខ្ញុំនេះមួយនិងសាច់រឿងមួយពីចំណែកនេះកើតនៅក្នុងចិត្តគិតមកដួងគិតអញ្ចឹងខ្ញុំសូមបើកវងកញ្ចក់ទៅនេះបន្តិចតែលោកអ្នកសប្បុរសហ្នឹងមានចាប់ផ្លឹកទេថាដែលដឹងខ្លួនជាខ្ញុំជាអ្នកណាម្នាក់ជាអ្វីនៅក្នុងទីនេះជាស្អីហើយបានមកពីណាវាធ្វើកិច្ចមិនបានខ្ញុំនោះមិននៅនឹងនេះតែលោកអ្នកសប្បុរសដឹងត្រង់ចំណុចហ្នឹងទេនេះណាគឺជាផលឆ្អិនស្រាច់ស្រាប់ដែលកើតអំពីបង្គំនៃទ្វារទាំង6ហ្នឹងធ្វើកិច្ចមានឃើញមានឮធំក្លិនដឹងរសដឹងក្រៅតិចទុនរឹងនេះហើយនឹងដឹងសាច់រឿងហ្នឹងតែម្ដងគឺគិតហ្នឹងតែម្ដងអញ្ចឹងមានន័យថាជាផលឆ្អិនកើតចេញអំពីទ្វារទាំង6បានជានៅក្នុងសំណាក់នេះសង្កត់សង្កិនទៅលើរឿងចិត្តគិតហើយនឹងទ្វារទាំង6ហ្នឹងគឺក្នុងគោលបំណងហ្នឹងលោកអ្នកសប្បុរសនៅពេលដែលលោកដឹងថាខ្ញុំជាជនជាតិខ្មែរដឹងថាខ្ញុំជាអ្នកណាជាឪពុកជាម្ដាយជាកូនដឹងខ្ញុំជាស្រីជាប្រុសគឺបង្គំចេញអំពីទ្វារ6ហ្នឹងធ្វើកិច្ចជាវាកើតឡើងជាផលឆ្អិនស្រេចស្រាប់តែម្ដងអញ្ចឹងមានន័យថាមនុស្សគ្រប់តែគ្នានឹងគ្មានពីណាទេចាប់អារម្មណ៍ហើយក៏មិនដឹងដែរហើយនេះគឺជាអាចកំបាំងក្រៅតែពីលោកគ្រូជាម្ចាស់សក្ខីបកវ័នគ្មានអ្នកណាមានលទ្ធភាពទៅបង្ហាញទេរាប់សិបឆ្នាំមកហើយខ្ញុំឥឡូវនេះអាយុច្រើនចូល50ហើយខ្ញុំមិនទាន់ឃើញមានអ្នកណាម្នាក់ឡើយលោកអ្នកប្រាជ្ញអ្នកណាម្នាក់ឡើយបង្ហាញឲ្យច្បាស់លាស់ដោយលោកគ្រូម្ចាស់សក្ខីបកវ័នទេដែលបង្ហាញថាពិភពលោកនេះកើតមកពីណាយើងនេះកើតមកពីណាជាបង្គំនៃទ្វារទាំង6សុទ្ធសាធដូចបងនៅក្នុងទីនេះអញ្ចឹងជាអ្នកណាគឺកើតឡើងចេញពីបង្គំទ្វារ6សុទ្ធសាធដែលឲ្យការដឹងនេះមកកាន់កន្លងឬកន្លងវិថីចិត្តនេះដែលដឹងថាជាអ្នកណាហ្នឹងគឺសម្រាប់ចេញពីទ្វារ6នឹងធ្វើកិច្ចតែប៉ុណ្ណោះរឿងខ្លួនឯងក្តីរឿងលោកនេះក្តីរឿងអតីតកាលក្តីរឿងបច្ចុប្បន្នកាលក្តីរឿងអនាគតកាលក្តីគឺនៅក្នុងការធ្វើកិច្ចជាផលឆ្អិនកើតចេញពីទ្វារ6ដែលនៅក្នុងមโนវិញ្ញាណធ្វើកិច្ចតែប៉ុណ្ណោះអញ្ចឹងនេះគឺជាអាចកំបាំងមួយដែលជ្រៅជ្រះហើយសេចក្តីដែលខ្ញុំពោលនេះគឺជាការកាន់សេចក្តីរបស់ខ្ញុំផ្ទាល់ទេបន្ទាប់ពីការបើកបង្ហាញរបស់លោកគ្រូជាម្ចាស់ប៉ុន្តែបើសិនជាជួបផ្ទាល់ជាមួយនឹងលោកគ្រូជាម្ចាស់ទៀតគឺមានជំរឿនណាស់រហូតដល់ថាអង្គុយស្ដាប់នឹងគឺទាំងព្រឺរោមព្រឺស្បែកគិតថាវាអស្ចារ្យមកបំបែកនៅលោកនេះឲ្យហែកចេញពីគ្នាបានតែអ្នកណាមួយមានប្រាជ្ញាដែលមានលទ្ធភាពមកបំបែកលោកនេះបានលោកនៃការឮលោកនៃការឃើញលោកនៃការធំក្លិនលោកនៃរសលោកនៃកាយវិញ្ញាណក្តៅត្រជាក់រឹងទុនកម្រើកញ័រទាំងអស់នេះនិងសាច់រឿងនៅក្នុងការគិតនេះតើលោកអ្នកប្រាជ្ញណាមួយនៅក្នុងសម័យកាលនេះមានលទ្ធភាពនិងសមត្ថភាពក្នុងការបកស្រាយរឿងនេះបានអញ្ចឹងតើទីជម្រៅរបស់លោកគ្រូជាម្ចាស់កម្រិតណាទៅដែលអាចមកហែកលោកនេះបានបើក្រៅតែពីបទពិសោធន៍បើក្រៅតែពីការជាក់ច្បាស់នៅក្នុងដំណើររបស់ធម្មជាតិទេតើមាននរណាមួយត្រឹមតែចិត្តគិតត្រឹមតែការគិតហើយគិតឃើញនៅរឿងទាំងអស់នេះនោះគឺប្រកាសជាគិតមិនឃើញទេបាទមិនមែនជាវិស័យនៃការគិតទេទាល់តែមានទីជម្រៅហើយបានឃើញនៅលោកទាំង6នោះធ្វើកិច្ចតែម្ដងឈរជាសាក្សីបានឃើញវិញ្ញាណទាំង6យើងហៅថាវិញ្ញាណណាស្រួលស្ដាប់អត់ណាបានឃើញវិញ្ញាណទាំង6នោះធ្វើកិច្ចត្រឹមតែជាធាតុនេះឈរជាសាក្សីដ៏ប្រសើរនេះគឺជានាមរបស់លោកជាម្ចាស់ហើយលោកគ្រូជាម្ចាស់ហើយខ្ញុំសូមរំលេចនាមទៅនឹងបន្តិចហើយជាលោកអ្នកសប្បុរសលោកឆ្ងល់ថាមកតាំងនាមអីជាសក្ខីភគវ័ននោះសក្ខីភគវ័ននោះមិនមែនរូបមួយនឹងទេមិនមែនរូបដែលយើងឃើញពាក់មួកអង្គុយសម្ដែងធម៌អីហ្នឹងទេមិនមែនទេមកកាន់តែចិត្តកាន់តែស្គាល់ថាមិនមែនទេរូបពាក់មួកដោះពុកមាត់សម្មោមហើយរៀងសង្ហាពាក់នាឡិកាសម្ដែងធម៌អីហ្នឹងមិនមែនសក្ខីភគវ័នទេគឺជាអាយ៉ងហ្នឹងបងអាចហៅថាជាអាយ៉ងក៏បានប៉ុន្តែសក្ខីភគវ័នគឺជាធម្មធាតុមួយ
ដែលឈរជាសាក្សីបានឃើញទ្វារ6ធ្វើកិច្ចគ្មានរវាងចន្លោះមកសិក្សាជាមួយនឹងលោកគ្រូជាម្ចាស់ក៏មិនសង្ឃឹមដែរមិនសង្ឃឹមថាដល់ម្លឹងដែរប៉ុន្តែខ្ញុំចង់បញ្ជាក់ជូនលោកអ្នកសប្បុរសថាសក្ខីភគវណ្ណភាពនេះគឺជាធម្មធាតុដែលឈរជាសាក្សីដ៏ប្រសើរក្នុងការបានឃើញនៅទ្វារទាំង6នឹងធ្វើកិច្ចបើនិយាយអំពីកត្តាសច្ចានុមត្តរបស់ធម្មជាតិមួយនេះហើយលោកអ្នកក៏អាចចូលទៅពិសោធន៍បានទ្វារទាំង6នេះគ្រប់ទ្វារទាំងអស់ធ្វើកិច្ចម្ដងមួយនៅពេលដែលទ្វារមួយរលត់ទ្វារមួយធ្វើកិច្ចទ្វារមួយរលត់ទ្វារមួយធ្វើកិច្ចបន្តគ្នាយ៉ាងលឿនឆ្លាស់គ្នាយ៉ាងលឿនយ៉ាងឆាប់រហ័សគ្នាដោយមិនច្រឡំឡើយអញ្ចឹងតួនាទីរបស់ទ្វារនោះទៀតសោតគឺធ្វើកិច្ចនឹងដឹងបានតែទ្វាររបស់ខ្លួនឯងទេហើយបាទមានឯកទេសម្នាក់មួយយ៉ាងច្បាស់អត់ច្រឡំគ្នាទេអត់ឆ្លងគ្នាទេมันអាចលឺដោយភ្នែកទេមែនទេបងក៏มันអាចឃើញដោយច្រមុះដែរក៏มันអាចដឹងរសដោយត្រចៀកដែរមានន័យថាអត់ដែលច្រឡំគ្នាទេហើយចិត្តដែលគិតហើយមโนវិញ្ញាណនេះក៏អត់មានអំណាចទៅឃើញការងាររបស់ទ្វារទាំង5ផ្សេងទៀតដែរព្រោះបើនិយាយចំណុចនេះលោកអ្នកមួយចំនួនលោកអាចឆ្ងល់ដែរលោកថាចុះមិនឃើញតាមភ្នែកហើយមិនដឹងទេដឹងតែឃើញតាមភ្នែកទេកន្លែងនេះណាលោកអ្នកសប្បុរសទាំងឡាយខ្ញុំសូមបញ្ជាក់ឃើញផ្សេងណាបើមើលគឺអត់ឃើញហើយបើឃើញគឺអត់មើលកន្លែងនេះខ្ញុំទុកពាក្យជាតម្រុយទេបើស្ដាប់គឺអត់ឮបើឮគឺអត់ស្ដាប់នេះខ្ញុំទុកពាក្យជាតម្រុយណាបាទបើហាត់មិនធំក្លិនបើធំក្លិនគឺមិនហាត់អញ្ចឹងខ្ញុំទុកពាក្យជាតម្រុយទេប៉ុន្តែពិតជាយ៉ាងដូច្នោះមែនដែលលោកអ្នកសប្បុរសទាំងឡាយណាក៏អាចមកពិសោធន៍បានដែរអញ្ចឹងមโนទ្វារនេះឬក៏មโนវិញ្ញាណហ្នឹងក៏អត់មានលទ្ធភាពក្នុងការលូកដៃជ្រៀតជ្រែកកិច្ចការរបស់បញ្ចវិញ្ញាណដែរបាទតួនាទីរបស់មโนវិញ្ញាណហ្នឹងគឺដឹងសាច់រឿងដែលជាបញ្ញត្តិតែប៉ុណ្ណោះអញ្ចឹងបរមត្តដែលកើតក្នុងទ្វារ5ផ្សេងទៀតដែលបរិសុទ្ធនោះដែលជា pure nature របស់វាតែម្ដងនោះគឺចិត្តគិតនឹងអត់អាចលូកដៃទៅក្នុងទ្វារទាំង5នោះបានឡើយចង់បញ្ជាក់ស្អីណាកន្លែងហ្នឹងក៏មានការសិក្សាកន្លងមកគឺថាចិត្តនឹកគិតមានបញ្ញាគណៈវិបស្សនាកើតឡើងមានបរមត្តមកជាអារម្មណ៍នោះតែចិត្តនឹកគិតដឹងបានដោយម្ដេចដែរយ៉ាងកន្លែងហ្នឹងគឺមានន័យយ៉ាងម៉េចបាទបងអរគុណចំពោះសំណួរបងលើកឡើងនេះចង់ដឹងពីថាបើមើលនៅក្នុងលោកអ្នកប្រាជ្ញទាំងឡាយដែលលោកបានសម្ដែងមកហ្នឹងគឺបញ្ញាមាន2ប្រភេទនៅក្នុងការគិតណាបញ្ញាថ្នាក់គិតមួយនិងបញ្ញាថ្នាក់វិបស្សនាមួយដែលកើតឡើងនៅក្នុងចិត្តគិតនេះប៉ុន្តែខ្ញុំចង់ឆ្លើយជូនបងទៅវិញចេះបរមត្តធម៌មានចំណុចពិសេសលក្ខណៈរបស់បរមត្តធម៌គឺទី1មានជាសភាវៈប្រកាសឲ្យដឹងហើយកំពុងប្រកាសទៀតនេះជាលក្ខណៈរបស់បរមត្តធម៌ប្រសិនបើរលត់ទៅហើយមិនមែនជាបរមត្តទេនៅក្នុងគម្ពីរលោកបានលើកឡើងថាឧបតិថេតិនិងភង្គៈនេះជីវិតរបស់បរមត្តធម៌ដែលកំពុងប្រកាសហ្នឹងគឺថេតិនេះអញ្ចឹងនេះជាលក្ខណៈពិសេសរបស់បរមត្តធម៌ចំពោះចិត្តនឹកគិតវិញខ្ញុំសូមតាំងជាសំណួរត្រឡប់ទៅវិញហើយក៏ដូចជាតាំងជាសំណួរជូនទៅអស់លោកអ្នកសប្បុរសទាំងឡាយដែរថាតើបញ្ញាហ្នឹងកើតរបៀបម៉េចបើទ្វារទាំង6ហ្នឹងជាកត្តាសច្ចានុមត្តអត់ដែលធ្វើកិច្ចច្រឡំទេបើលឺប្រកាសទៅត្រឹមតែត្រចៀកហ្នឹងទេបើឃើញប្រកាសនៅនឹងភ្នែកទេហើយបើសាច់រឿងអីផ្សេងៗប្រកាសទៅត្រឹមការគិតទេដែលជាបញ្ញត្តិនោះបរមត្តធម៌ដែលកិច្ចរបស់ចិត្តវាកើតតែក្នុងទ្វារទី6ហ្នឹងវាឯករាជ្យអញ្ចេះវាអត់ឆ្លងដែនទៅទ្វារទាំង5ទេបើវាអត់ឆ្លងដែនទៅទ្វារទាំង5កន្លែងហ្នឹងមានន័យថាបរមត្តធម៌ចិត្តដឹងអត់បានទេមែនអត់បាទត្រូវបាទសូមបញ្ជាក់កន្លែងហ្នឹងបាទបងលើកឡើងហ្នឹងត្រូវហើយមានន័យថាចិត្តមិនអាចដឹងទ្វារទាំង5ផ្សេងបានទេបាទបើសិនជាចិត្តមិនដឹងបរមត្តធម៌កើតរលត់ទេតើស្អីទៅវិញដែលដឹងបរមត្តធម៌នោះ
ដែលដឹងបរមត្តធម៌ការរលត់ហ្នឹងគឺជាសេចក្តីបរិសុទ្ធដែលហៅថាសន្តិបត្តិវាជាធម្មធាតុមួយយ៉ាងនៅក្នុងទីនេះមានស្រេចស្រាប់តែមិនមែនជាចិត្តទេមិនវាទៅផុតដូចខ្ញុំលើកខាងដើមអញ្ចឹងវាទៅផុតពីដែននៃការគិតមិនអាចដឹងខ្លួនឯងថាជាគិតទេគិតដែលដឹងហ្នឹងគឺដឹងខ្លួនឯងជាមនុស្សហ្នឹងតែម្ដងដឹងសាច់រឿងហ្នឹងគឺដឹងខ្លួនឯងជាមនុស្សប៉ុន្តែអត់ដែលដឹងថាគិតទេមានន័យថាគិតមិនអាចដឹងខ្លួនឯងថាជាគិតទេដូចភ្នែកអញ្ចឹងណាឃើញប៉ុន្តែមិនអាចដឹងខ្លួនឯងថាជាភ្នែកទេអញ្ចឹងបរមត្តធម៌នោះទៀតសោតដែលកើតនឹងរលត់នោះគឺក្រោមការបានឃើញភាសាខ្លះគេហៅថាធម្មចក្ខុធម្មជាតិមួយនោះលំបាកក្នុងការសម្ដែងចេញប៉ុន្តែចូលទៅកាន់ការពិសោធន៍គឺអាចឃើញបានបើនិយាយឲ្យត្រូវគឺលំបាកនិយាយត្រូវបើដាក់ឈ្មោះឲ្យចំក៏លំបាកនិយាយចំនៅក្នុងសំណាក់លោកគ្រូជាម្ចាស់លោកហៅថាសក្ខីភគវ័នឈរជាប្រធានក្នុងការបានឃើញជាសក្ខីភាពអញ្ចឹងសក្ខីភគវ័នហ្នឹងពោលដល់ធម្មធាតុមួយនឹងឯងអញ្ចឹងវិបស្សនានៅក្នុងពុទ្ធសាសនាកើតក្នុងចិត្តកើតក្រៅចិត្តនៅក្នុងបទបង្ហាញឬក៏ការលើកឡើងរបស់លោកអ្នកប្រាជ្ញទាំងឡាយហ្នឹងថាបញ្ញាវាមានពីរប្រភេទគឺបញ្ញាលោកយៈនិងបញ្ញាលោកតរៈហ្នឹងគឺកើតនៅក្នុងចិត្តលោកអ្នកទាំងឡាយដែលលោកសិក្សាមកហើយឃើញថាបញ្ញាថ្នាក់វិបស្សនាហ្នឹងកើតនៅក្នុងគិតហើយបញ្ញាថ្នាក់វិបស្សនាហ្នឹងកើតនឹងរលត់ទៀតព្រោះអត្តភាពរបស់ចិត្តគិតគឺកើតនឹងរលត់អញ្ចឹងប្រសិនបើបញ្ញានោះកើតនៅក្នុងចិត្តគិតការរលត់បញ្ញានោះក៏កើតរលត់ដែរបើអញ្ចឹងមិនត្រូវទេប្រសិនបើបញ្ញានោះកើតនឹងរលត់ធ្វើមិនដេចនឹងអាចបានឃើញនៅបរមត្តធម៌ផ្សេងទៀតដែលកំពុងប្រកាសព្រោះក្នុងមួយខណៈកើតបានតែធម៌មួយទេបើលឺកើតលឺកើតឃើញកើតធំកើតរស់គឺវាកើតឆ្លាស់គ្នាក្នុងមួយខណៈកើតបានតែធម៌មួយទេអញ្ចឹងទ្វាទាំង6ឬក៏វិញ្ញាណទាំង6នេះកើតឆ្លាស់គ្នាយ៉ាងលឿនឆាប់រហ័សប្រសិនបើផ្អែកទៅតាមធម្មជាតិដែលធ្វើការក្នុងន័យនេះអញ្ចឹងចិត្តកើតរលត់បើបញ្ញាថ្នាក់វិបស្សនាឬក៏បញ្ញាលោកតរៈកើតនៅក្នុងចិត្តហ្នឹងក៏កើតរលត់ដែរអញ្ចឹងប្រសិនបើវាកើតរលត់ហើយវាមានតួនាទីមិនអាចលូកដៃទៅឃើញទ្វាដតីទៀតអញ្ចឹងមានន័យថាក្នុងទីនេះជាបទពិសោធន៍គឺមិនអាចទៅឲ្យកាន់សេចក្តីថាវិបស្សនានៅក្នុងការគិតហ្នឹងឬក៏បញ្ញាក្នុងលោកតរៈហ្នឹងនៅក្នុងគិតហ្នឹងទៅឃើញទ្វាផ្សេងនោះឡើយមានតែធម្មធាតុមួយយ៉ាងដែលផុតពីប្រព័ន្ធនៃការគិតផុតពីប្រព័ន្ធនៃចិត្តគិតហ្នឹងបានឃើញការកើតរលត់របស់ទ្វាទាំង6ហ្នឹងតែម្ដងទោះជាទ្វាណាមួយកើតរលត់ក៏ដឹងបានឈរជាស័ក្តិសិទ្ធិដល់ប្រសើរក្នុងការឃើញទ្វាទាំង6ហ្នឹងកើតរលត់ហើយត្រឹមតែជាធាតុខ្ញុំសូមបញ្ជាក់ផងដែរថាសក្ខីភគវនភាពនេះមិនមែនជាសត្វបុគ្គលទេមិនមែនជាមនុស្សទេគឺជាធម្មធាតុមួយយ៉ាងដូចខ្ញុំបញ្ជាក់ខាងដើមមុនអញ្ចឹងមិនមែនជារូបបុគ្គលម្នាក់ដែលពាក់មួកសម្ដែងធម៌គងតាក់ខ្លាហ្នឹងទេយើងឃើញថាបើទ្វាចក្ខុទ្វាវាឃើញតែពណ៌ទេមិនចឹងរហូតដល់តិចចំោះអណ្ដាតកាយចិត្តដល់ពេលទ្វាចិត្តវាឃើញតែរឿងទេវាអត់ឃើញបរមត្តទេជាក់ស្ដែងហ្នឹងគឺមានពាក្យមួយទៀតថាចិត្តនគិតដឹងនៅធម្មមេរមហើយធម្មមេរមហ្នឹងគឺជាការប្រជុំប្រមូលផ្ដុំនៃអតីតបញ្ចទ្វាសមោហបញ្ចទ្វាវិថីហ្នឹងវាប្រមូលមកដល់វាប្រមូលមកបានយើងហៅថាធម្មមេរមនេះឃើញទេអញ្ចឹងបើជាធម្មមេរមនេះវាជាគណៈអតីតនៃបញ្ចទ្វាហើយបើវាជាអតីតបញ្ចទ្វាហើយមិនហៅថាបរមត្តធម៌ទៀតទេនេះឃើញទេអញ្ចឹងកន្លែងនេះមួយគឺជាចំណុចមួយដែលយើងលើកមកសិក្សាពិសោធន៍បន្តទៀតមើលបាទអញ្ចឹងអូនសៃណាយល់មិនដែរក្នុងចំណុចនេះសូមថែមសេចក្តីតិចតាមពិតបងលើកមកគឺគ្រប់ជ្រុងដែរហើយអាចល្មមខ្ញុំក៏កាន់សេចក្តីបានហើយនៅលោកអ្នកសប្បុរសក៏លោកអាចកាន់សេចក្តីបានហើយអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនថាការលើកឡើងរបស់ខ្ញុំនេះអាចពួកខ្ញុំអាចនៅមានកម្រិតប៉ុន្តែលោកគ្រូជាម្ចាស់នៃយើងគឺលោកមានជំរឿនណាស់ហើយជំរឿរបស់យើងដែលជាសិស្សគុណនេះគឺនៅថ្នាក់សិក្សាតាមដានអង្កេតពិនិត្យ
នៅក្រោមការគ្រប់គ្រងរបស់លោកនៅឡើយទេអញ្ចឹងការបកស្រាយរបស់ខ្ញុំទាំងពីរនាក់នេះក៏មានកម្រិតដែរខ្ញុំទទួលស្គាល់ថាមានកម្រិតដែរទាំងអត្ថសេចក្តីទាំងបទពិសោធន៍អញ្ចឹងខ្ញុំសូមអធិស្ឋានដល់លោកអ្នកសប្បុរសផងដែរក្នុងនោះថាកាន់សេចក្តីមិនបាននៅអ្វីដែលពួកយើងចង់បញ្ជាក់ជូននេះហើយចំណុចនេះដែរខ្ញុំសូមសង្ខេបឡើងវិញបន្តិចដោយសារតែយើងពោលពីខាងដើមប្រធានបទយើងនិយាយអំពីផ្លូវចិត្តការអប់រំផ្លូវចិត្តហ្នឹងវាមានសិលមានសមាធិហើយនៅមានបញ្ញាអញ្ចឹងខ្ញុំចង់រំលឹកជូនថាអ្វីដែលយើងនិយាយខាងក្រោយអំបញ្ញមិញនេះគឺសំដៅដល់បញ្ញាហ្នឹងហើយអញ្ចឹងគឺអ្វីដែលយើងលើកឡើងមកជុំខាងក្រោយនេះឯងគឺជាការពោលអំពីបញ្ញាហ្នឹងជាចំណុចទី3ហ្នឹងនៅក្នុងពុទ្ធសាសនាលោកហៅថាបញ្ញាអញ្ចឹងទៅតែនៅក្នុងសំណាក់សិក្សារបស់ពួកយើងគ្រួសារការពិតនេះយើងហៅថាសេចក្តីបរិសុទ្ធហៅថាសក្ខីភគវន្តភាពគឺយើងឲ្យឈ្មោះយ៉ាងនេះអញ្ចឹងបើឈ្មោះគឺអាចពោលរៀងពាក្យខុសគ្នាដោយពាក្យប៉ុន្តែបើសិនជាសភាវៈដែលចង់ចង្អុលបង្ហាញនោះគឺតែមួយទេបាទស្ថានភាពក៏តែមួយដែរនៅពេលដែលពួកយើងជាក់ច្បាស់យ៉ាងហ្នឹងទៅដូចខ្ញុំលើកឡើងខាងដើមអញ្ចឹងខ្ញុំមកសិក្សាជាមួយនឹងលោកគ្រូជាម្ចាស់សក្ខីភគវន្តខ្ញុំមិនសង្ឃឹមថាខ្ញុំបានជួបប្រពុតទេខ្ញុំមិនរំពឹងថាបានដឹងរឿងនេះទេគោលបំណងរបស់ខ្ញុំហ្នឹងគឺស្វែងរកដូចតែគ្នាហ្នឹងគឺស្វែងរកនៅសេចក្តីសុខឲ្យខ្លួនឯងស្វែងរកនៅការរួចរំដោះឲ្យខ្លួនឯងដូចតែគ្នាហ្នឹងប៉ុន្តែដល់ពេលមកជួបលោកអត់ឲ្យអាហ្នឹងផងខុសគោលបំណងបាត់ប៉ុន្តែគាត់ថាខ្ញុំដឹងថាអ្វីទៅវាជាភាពជាក់ស្ដែងនៅក្នុងទីនេះគឺវាអាចពិសោធន៍បានហើយការលើកឡើងរបស់លោកគ្រូជាម្ចាស់ដែលអប់រំសិស្សដែលបង្រៀនសិស្សកន្លងមកហ្នឹងគឺយើងឃើញថាមានចំណុចពិសេសហើយនេះគឺជាបញ្ញាហើយនៅពេលដែលឈានដល់ចំណុចមួយនេះគឺជាការមកដល់នៃការគ្រប់គ្រងសេះបានទាំងស្រុងមានន័យថាភាពជាម្ចាស់ហ្នឹងគឺគ្រប់គ្រងទៅលើសេះហ្នឹងជិះលើខ្នងសេះចំណុចទី1យកសេះមកចងជាប់ចំណងចំណុចទី2ដាក់នៅក្នុងទ្រុងឲ្យស៊ីស្មៅចំណុចទី3គឺប្រឡែងដោយសេរីប៉ុន្តែយើងគឺជាម្ចាស់អង្គុយលើខ្នងសេះយ៉ាងមាំទោះជាសេះនោះបោលជួលព្រៃក៏បានទៅស៊ីស្មៅទៅណាក៏បានដើរទៅដល់ណាក៏បានដែរប៉ុន្តែក្រោមការគ្រប់គ្រងបានយ៉ាងប្រសើរចង់បញ្ជាក់ជូនលោកអ្នកសប្បុរសថាមិនមានបុគ្គលភាពទេណាកុំច្រឡំកន្លែងហ្នឹងថាមានបុគ្គលភាពខ្ញុំប្រៀបធៀបអញ្ចេះចិត្តហ្នឹងគឺដូចជាសេះហើយសេចក្តីបរិសុទ្ធហ្នឹងប្រៀបដូចជាម្ចាស់អញ្ចឹងមានន័យថាមកដល់ដំណាក់កាលនេះគឺអាចលែងសេះបានហើយដោយសារតែមានសេចក្តីបរិសុទ្ធហ្នឹងនៅជាមួយហើយវាទៅជាជីវភាពនៅក្នុងដំណាក់កាលមួយនេះសិលក្តីសមាធិក្តីបញ្ញានឹងក្តីវាជាជីវភាពរស់របស់សភាវៈធម៌នឹងសុទ្ធសាធវាអត់មានសត្វបុគ្គលតួខ្លួនអីក្នុងនឹងទេអញ្ចឹងសូមបញ្ជាក់ជូនលោកអ្នកសប្បុរសកុំឲ្យមានការយល់ច្រឡំកន្លែងហ្នឹងអញ្ចឹងទោះជាគិតអីក៏បានដែរមកដល់ដំណាក់កាលនេះគិតរឿងសុខរឿងទុក្ខគិតរឿងកុសលរឿងអកុសលក៏សិតតែជាធម៌ដែលគប្បីរលឹកសិក្សាបានទាំងអស់កន្លែងហ្នឹងចំណុចហ្នឹងដែលចង់ពោលបង្ហាញហ្នឹងគឺអញ្ចឹងមានន័យថាក្នុងភាពជាម្ចាស់នេះសេចក្តីបរិសុទ្ធក្នុងភាពជាម្ចាស់នេះមិនមានសេចក្តីប្រកាន់អត្តាតួខ្លួនទៀតទេចង់ញាក់ឆ្វេងញាក់ស្ដាំឲ្យការកម្រើកប៉ុណ្ណាងាកប៉ុណ្ណារត់ទៅផ្លូវចង្អៀតរត់ទៅផ្លូវទលាយរត់នៅក្នុងទីក្រុងរត់នៅក្នុងជនបទឯងបានមកស្រឡាញ់អញ្ចឹងវាពិតជាពិសេសណាស់មកដល់ដំណាក់កាលដែលអប់រំទៅដោយបញ្ញាមួយយ៉ាងដែលពុទ្ធជាម្ចាស់ហៅថាបញ្ញាលោកុត្តរៈហើយលោកគ្រូជាម្ចាស់នៃយើងហៅថាសន្តិបត្តិដែលជាសក្ខីភគវន្តភាពដែលខ្ញុំពោលម្ដងហើយម្ដងទៀតនេះគឺជាសក្ខីភគវន្តភាពមិនមែនជាសត្វបុគ្គលទូខ្លួនអីទេអញ្ចឹងយើងពិសាតែនៅក្នុងថ្ងៃនេះដូចជាសំកាលវេលាហើយបងណាសារជាថ្មីម្ដងទៀតសូមលើកម្រាមដៃ10ចំពោះលោកអ្នកសប្បុរសលោកអ្នកប្រាជ្ញកវីបណ្ឌិតនិស្សិតបញ្ញវន្តទាំងឡាយដែលស្ដាប់នឹងឃើញវីដេអូនេះហើយក្រែងលោការពូលរបស់យើងខ្ញុំលើសដោយពាក្យពេចន៍លើសដោយអត្ថសេចក្តីខ្ចីដោយបទពិសោធន៍មិនជ្រៅទេអញ្ចឹងគប់អធិស្ឋានក្តីមិនគប់អធិស្ឋានក្តីសូមខន្តីអភ័យទោសនិងសូមគោរពជូនពរដល់បង
ក៏ដូចជាលោកអ្នកសប្បុរសទាំងឡាយដែរសូមប្រកបបាននៅសុខសុភមង្គលក្នុងដំណើរជីវិតរស់នៅនេះជានិរន្តរ៍ហើយសូមឲ្យបានជាពីជំងឺផ្លូវចិត្តបាទសូមអរគុណហើយវិធានបទយើងសូមចប់ប៉ុណ្ណឹងហើយបាទអរគុណសូមជម្រាបលា